សិស្សជាច្រើនដែលកំពុងតែជួបប្រទះនៅពេលដែលខ្លួនឯងបានបញ្ចប់នៅថ្នាក់វិទ្យាល័យហើយក៏ប្រុងប្រៀបខ្លួនដើម្បីនឹងបន្តចូលទៅក្នុងថ្នាក់សាកលវិទ្យាល័យមិនច្បាស់នឹងខ្លួនឯងតាមគ្រួសារតាមមិត្តភ័ក្តិតាមការងារតាមប្រាក់ចំណូលអាចនឹងទទួលបានតើគួរជ្រើសរើសមួយណាក្នុងចំណោមទាំងអស់នោះសួស្តីអ្នកនាងសូមស្វាគមន៍មកកាន់កម្មវិធី TPR Studio Podcast សប្តាហ៍ទី6ផងដែរអូខេអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមាន topic មួយដែលទាក់ទងជាមួយនឹងការជ្រើសរើសជំនាញរបស់ខ្លួនឯងនៅក្នុងថ្នាក់សាកលវិទ្យាល័យអូខេថ្ងៃនេះយើងមានចំណុចចំនួន3ដើម្បីនឹងបង្ហាញទៅកាន់អ្នកទាំងអស់គ្នាដែលតែងតែជួបប្រទះនៅក្នុងថ្នាក់បញ្ចប់វិទ្យាល័យហើយត្រៀមនឹងចូលនៅក្នុងថ្នាក់សាកលវិទ្យាល័យអូខេហើយក៏សូមស្វាគមន៍អ្នកគ្នាបន្ទាប់ពីចប់នៅថ្នាក់វិទ្យាល័យហើយក៏សូមស្វាគមន៍មកកាន់ថ្នាក់សាកលវិទ្យាល័យផងដែរថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយដែលខ្ញុំគិតថាសិស្សជាច្រើនដែលកំពុងតែជួបប្រទះនៅពេលដែលខ្លួនឯងបានបញ្ចប់នៅថ្នាក់វិទ្យាល័យហើយក៏ប្រុងប្រៀបខ្លួនដើម្បីនឹងបន្តចូលនៅក្នុងថ្នាក់សាកលវិទ្យាល័យផងដែរប្រធានបទនេះគឺខ្ញុំតែងប្រទះឃើញថានៅពេលចប់ថ្នាក់វិទ្យាល័យមានមនុស្សជាច្រើនតែសួរខ្លួនឯងថាតើខ្ញុំគួររៀនជំនាញអីគេបន្ទាប់ពីសួរសំណួរនេះមកកាន់ខ្លួនឯងនឹងមានចម្លើយ3ក្នុងការធ្វើឲ្យគាត់ជ្រើសរើសទី1គឺគ្រួសារហើយនិងមិត្តភ័ក្តិទី2គឺស្ថានភាពសង្គមក៏ដូចជាទីផ្សារការងារទី3គឺជាចំណុចចុងក្រោយគឺជាចំណុចប្រាក់បៀវត្សទទួលបានកម្រៃច្រើនចំណុចទី1តកតងជាមួយនឹងការរើសជំនាញទៅតាមមិត្តភ័ក្តិឬក៏ទៅតាមក្រុមគ្រួសារចំណុចមួយនេះគឺផ្ដោតទៅលើការដែលតាមគ្រួសារគឺនៅពេលដែលយើងចោទសួរប៉ាម៉ាក់មួយដែលយើងសិតស្នាលបំផុតយើងសួរថាតើខ្ញុំគួររៀនជំនាញអីនៅក្នុងថ្នាក់សាកលវិទ្យាល័យចម្លើយដែលយើងទទួលបានគឺម្ដាយគាត់ចង់ឲ្យយើងរៀនពេទ្យគាត់បានជំរុញឲ្យយើងរៀនពេទ្យសម្រាប់ប៉ាគឺគាត់ចង់ឲ្យយើងរៀនផ្នែកគ្រូបរិញ្ញាគឺគាត់ចង់ឲ្យយើងរៀនគ្រូបរិញ្ញាហើយបងប្អូនផ្សេងទៀតគឺគាត់ចង់ឲ្យរៀនផ្នែកនេះផ្នែកនោះធ្វើឲ្យយើងទទួលបាននៅសំណួរជាច្រើនថាយើងគួរយកចំណុចមួយណាយកជំនាញមួយណាដើម្បីនឹងទៅបន្តការសិក្សានៅក្នុងថ្នាក់សាកលវិទ្យាល័យវាធ្វើឲ្យយើងមានការច្របូកច្របល់នៅក្នុងចិត្តតើយើងគួរតាមគ្រួសារតាមគេមួយហើយមួយទៀតគឺទៅតាមមិត្តភ័ក្តិនៅពេលដែលយើងកំពុងតែវង្វេងនៅក្នុងកន្លែងដែលយើងមិនដឹងថាគួររើសនៅជំនាញមួយណាក៏យើងស្រាប់តែមានមិត្តភ័ក្តិមួយដែលគាត់ប្រាប់ថាគាត់នឹងរៀនជំនាញមួយនោះបន្ទាប់មកយើងក៏ចាប់អារម្មណ៍ជំនាញមួយនឹងដែរដោយសារតែយើងមានគាត់រៀនជាមួយអញ្ចឹងធ្វើឲ្យយើងមានមន្ទិលសង្ស័យថាអូខ្ញុំមិនទាន់ដឹងថាខ្ញុំត្រូវរៀនអីគេទេអញ្ចឹងខ្ញុំទៅតាមគាត់ខ្ញុំទៅតាមមិត្តភ័ក្តិខ្ញុំដោយសារមិត្តភ័ក្តិខ្ញុំគាត់រៀនជំនាញមួយហ្នឹងអញ្ចឹងដើម្បីតែបានគ្នាខ្ញុំត្រូវរៀនមួយគាត់ហ្នឹងឯងនឹងជាចំណុចមួយដែលធ្វើឲ្យយើងខាត់ឆ្នាំមែនតែនក្នុងការរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យដែលភាគច្រើនឃើញច្រើនមែនតែនមិនថាសិស្សច្បងសិស្សច្បងឬក៏ប៉ាម៉ាក់ដែលឆ្លប់ឆ្លងកាត់ពីមុនមកគាត់តែងតែឆ្លងកាត់ឲ្យហ្នឹងគឺចំណុចមន្ទិលសង្ស័យអត់ទាន់ដឹងថាខ្លួនឯងជ្រើសរើសជំនាញអីចំណុចទី2គឺផ្ដោតទៅលើទីផ្សារការងារឬក៏ឆាប់រកការងារងាយស្រួលហ្នឹងគឺជាចំណុចមួយដែលលេចលឺពីអ្នកជិតខាងលេចលឺពីទីផ្សារស្ថានភាពសង្គមដែលគេនិយាយថាអូនរៀនជំនាញមួយនេះទៅគឺងាយស្រួលក្នុងការរកការងារធ្វើនឹងជាចំណុចមួយដែលធ្វើឲ្យយើងកំពុងតែមិនទាន់ច្បាស់ក្នុងខ្លួនក៏ស្រាប់តែឮការប្រាប់ពីបងប្អូនយើងក៏មានចិត្តមួយវាដូចជាត្រឹមត្រូវអញ្ចឹងធ្វើឲ្យយើងចង់ដឹងចង់ឮហើយក៏ចង់សាកថារៀនជំនាញមួយហ្នឹងតាមដែលគេនិយាយថាវាអាចមានទីផ្សារការងារខ្ពស់ងាយស្រួលរកការងារធ្វើឲ្យយើងជ្រុលទៅរៀនហ្នឹងទៅដល់ពេលដែលយើងរៀនហើយរយៈពេល1ឆ្នាំយើងបានឃើញថាអូខ្ញុំអត់អាចទៅរួចទេដោយសារខ្ញុំការងារខ្ញុំផ្នែកខ្ញុំដងពីកំណើតខ្ញុំអត់ត្រូវជាមួយនឹងការងារហ្នឹងទេធ្វើឲ្យយើងខាត់ពេល1ឆ្នាំពេញដែលធ្វើឲ្យយើងអត់ទទួលបានអីសោះអូខេយើងចូលទៅកាន់ចំណុចទី3គឺការរើសជំនាញនៅក្នុងសាកលវិទ្យាល័យដែលផ្ដោតទៅលើប្រាក់បៀវត្សខ្ពស់នៅផងដែរគឺជាច្រើនបំផុតដែលខ្ញុំឃើញថាមកថាតែបងប្អូនឬក៏សិស្សច្បងដែលឆ្លងកាត់ពីមុនមកហើយដោយឃើញថាវាពេលចូលធ្វើការអាចមាននៅប្រាក់កម្រៃខ្ពស់ធ្វើឲ្យយើងបានចាប់អារម្មណ៍ថាអូបើសិនជាខ្ញុំរៀននេះចប់ខ្ញុំអាចរកការងារមួយដែលមានប្រាក់បៀវត្សខ្ពស់ហើយខ្ញុំអាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំដូចជាជួយទៅកាន់បងប្អូនរបស់ខ្ញុំនៅថ្ងៃអនាគតបាននឹងជាចំណុចមួយដែលធ្វើឲ្យយើងគិតច្រើនធ្វើឲ្យយើងកំណត់នៅចម្លើយដែលយើងអាចបន្តទៅកាន់ការសិក្សានៅក្នុងសាកលវិទ្យាល័យផងដែរប៉ុន្តែចម្លើយទាំងអស់ហ្នឹងបើសិនជាយើងរើសខុសវាធ្វើឲ្យយើងខាតនៅចំនួនរៀន1ឆ្នាំពេញអានឹងសម្រាប់សិស្សដែលមានជីវភាពខ្វះខាតមកពីតំបន់ដាច់ស្រយាលឆ្ងាយគឺធ្វើឲ្យយើងខាតពេលវេលាខាតទាំងប្រាក់កាក់ហើយពេលខ្លះធ្វើឲ្យយើងបាក់នៅទឹកចិត្តទៀតថាអូខ្ញុំរៀនជំនាញនេះខ្ញុំពិតជាអត់ទទួលបានអ្វីពីវាសោះប៉ុន្តែបើសិនយើងអត់សូវខ្វល់ថាយើង
រៀនអីនោះទេគឺទី1គឺយើងចោលមួយឆ្នាំដើម្បីនឹងស្វែងរកអ្វីជាខ្លួនឯងហ្នឹងគឺអូខេសម្រាប់បងប្អូនដែលគិតថាវាអូខេប៉ុន្តែសម្រាប់បងប្អូនមួយចំនួនដែលចង់ផ្ដោតទៅលើអ្វីដែលយើងរៀនគឺគួរតែជ្រើសរើសគួរតែគិតពិចារណាថាយើងពីដើមឡើយយើងបកកែខាងអីយើងចូលចិត្តអីហើយយើងសួរមិត្តភ័ក្តិថាពីដើមមកខ្ញុំជាមនុស្សបកកែបែបម៉េចហើយយើងចូលនៅចម្លើយទាំងអស់ហ្នឹងដើម្បីមកគុំគ្នាហើយសរុបសេចក្តីមកថាយើងស្រឡាញ់ជំនាញអីអូខេដល់តែគ្នាតើអ្នកទាំងអស់គ្នាមានបានរើសជំនាញអ្វីមួយហើយនៅក្នុងថ្នាក់សាកលវិទ្យាល័យនៅខាងមុខនេះអូខេសូមខមមិនជំនាញរបស់គ្នាចង់រៀននៅក្នុងថ្នាក់សាកលវិទ្យាល័យនៅខាងក្រោមអូខេសូមអរគុណអូអ្នកគ្នាកុំភ្លេចចុច like និង share ក៏ដូចជាចុច follow ទៅកាន់ page TPO Studio Podcast ទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា